ប្រាសាទគោកនគរគឺជាប្រាសាទដ៏ចំណាស់មួយដែលមានទីតាំងស្ថិតនៅភូមិត្រដកពងឃុំពងរស្រុកតាំងគោកនៃខេត្តកំពង់ធំពីមុនមកប្រាសាទនេះស្ថិតនៅក្នុងស្រុកបារាយណ៍នៅខេត្តកំពង់ធំឯណោះទេក៏ប៉ុន្តែនៅថ្ងៃទី8ខែមករាក្នុងឆ្នាំ2019ស្រុកបារាយណ៍ត្រូវបានបំបែកជាពីរគឺស្រុកបារាយណ៍និងស្រុកតាំងគោកហេតុនេះហើយទៅធ្វើឲ្យប្រាសាទគោកនគរត្រូវបានស្ថិតនៅក្នុងស្រុកតាំងគោកនៅខេត្តកំពង់ធំរហូតមកដល់សព្វថ្ងៃដើម្បីទៅដល់ប្រាសាទគោកនគរប្រសិនបើអ្នកដំណើរធ្វើដំណើរចេញពីទីក្រុងភ្នំពេញកាត់តាមបណ្ដោយផ្លូវជាតិលេខ6នោះនឹងត្រូវបានឆ្លងកាត់ខេត្តចំនួន2គឺខេត្តកណ្ដាលនិងខេត្តកំពង់ចាមអ្នកដំណើរត្រូវធ្វើដំណើរចម្ងាយប្រហែលជា96គីឡូម៉ែត្រពីទីក្រុងភ្នំពេញកាត់តាមស្រុកជើងព្រៃនៅខេត្តកំពង់ចាមចូលទៅដល់ទឹកដីរបស់ស្រុកតាំងគោកនៅខេត្តកំពង់ធំបន្ទាប់មកអ្នកដំណើរត្រូវធ្វើដំណើរទៅមុខទៀតនឹងបានឃើញវិទ្យាល័យមួយឈ្មោះថាវិទ្យាល័យហ៊ុនសែនតាំងគោកដែលស្ថិតនៅខាងឆ្វេងដៃហើយអ្នកដំណើរត្រូវតែបន្តដំណើរហួសទៅមុខទៀតប្រហែលជា200ម៉ែត្រប្រសិនបើក្រឡេកមើលខាងឆ្វេងដៃនោះនឹងបានឃើញខ្លោងទ្វារមួយគឺខ្លោងទ្វារវត្តគោកនគរនេះឯងអ្នកដំណើរត្រូវបន្តដំណើរតាមខ្លោងទ្វារវត្តប្រហែលជា2គីឡូម៉ែត្រនឹងបានឃើញវត្តគោកនគរដែលនៅក្នុងបរិវេណវត្តគោកនគរយើងនឹងបានឃើញប្រាសាទគោកនគរនេះតែម្ដងមួយវិញទៀតប្រសិនបើអ្នកដំណើរធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំវិញនោះនឹងត្រូវធ្វើដំណើរប្រមាណជា72គីឡូម៉ែត្រដោយចាប់ផ្ដើមចេញពីទីរួមខេត្តកំពង់ធំរហូតមកដល់ផ្សារតាំងគោកហើយបន្តដំណើរហួសមកមុខប្រហែលជា150ម៉ែត្រនោះនឹងបានឃើញខ្លោងទ្វារវត្តគោកនគរនៅខាងស្ដាំដៃហើយអ្នកដំណើរត្រូវធ្វើដំណើរចូលតាមខ្លោងទ្វារវត្តដដែលនិងទៅដល់ទីតាំងនៃប្រាសាទតែម្ដងប្រាសាទគោកនគរមានទីតាំងស្ថិតនៅក្នុងបរិវេណនៃវត្តគោកនគរដែលបរិវេណប្រាសាទនេះស្ថិតនៅប៉ែកខាងជើងឈៀងខាងកើតនៃបរិវេណរបស់វត្តនិងស្ថិតនៅទិសខាងជើងនៃព្រះវិហារមួយវិញទៀតប្រាសាទនេះមានស្រះចំនួន3ដែលនៅក្នុងនោះស្រះតូច2នៅអមផ្លូវចូលខាងកើតនៃប្រាសាទហើយស្រះនេះដែរត្រូវបានគេហៅថាស្រះស្រមនិងស្រះកែវដែលមានប្រវែង20គុណឲ្យ40ម៉ែត្រហើយស្រះទាំង3នេះតំណាងឲ្យទន្លេពិសិដ្ឋនៅឋានសួគ៌ឬមហាសមុទ្រដែលបានព័ទ្ធជុំវិញភ្នំប្រាសាទគោកហនគរប្រាសាទគោកហនគរគឺត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1គឺនៅរវាងដើមសតវត្សទី11ហើយពាក្យថាគោកនគរអាចជាពាក្យផ្សំខ្មែរថាគោកនិងពាក្យបាលីសំស្ក្រឹតថានគរដែលពាក្យថាគោកនឹងមានន័យថាបន្ទប់តូចងងឹតបិទជិតដោយជញ្ជាំង4គឺសំដៅទៅរកបន្ទប់ងងឹតនៅខាងក្នុងទូប៉មកណ្ដាលរបស់ប្រាសាទចំណែកឯពាក្យថានគរគឺជាពាក្យបាលីសំស្ក្រឹតដែលមានន័យថាបុរីឬជាក្រុងប្រសិនបើយើងបូកពាក្យទាំងពីរនឹងចូលគ្នាទៅយើងនឹងទទួលបានន័យពេញលេញថាបន្ទប់តូចងងឹតចង្អៀតនៃប្រាសាទរបស់រាជធានីនៃរាជាណាចក្រប៉ុន្តែនៅពេលបច្ចុប្បន្នហ្នឹងយើងក៏សង្កេតឃើញថាមានការកែប្រែឈ្មោះដើមពីគោកនគរคล้ายទៅជាគោកហនគរវិញហើយទីតាំងប្រាសាទនេះគឺស្ថិតនៅចំបណ្ដោយផ្លូវមួយចេញពីតំបន់អង្គររត់សំដៅទៅភាគខាងត្បូងដែលកាត់តាមកំពង់ក្តីប្រាសាទទ្វារក្តីវត្តស្លែងគោករកាភ្នំសន្ទុកនិងភ្នំជើងព្រៃហើយប្រាសាទគោកហនគរនេះគឺកសាងឡើងអំពីថ្មបាយក្រៀមមានគ្រឿងលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភោគបែរមុខទៅទិសខាងកើតតាមបណ្ដោយអពីលិចដោយប្រាសាទភ្នំជីសូរខេត្តតាកែវដែរតែគួរឲ្យសោកស្ដាយដោយសារតែប្រាសាទនេះគឺអត់មានសេសសល់នៅអក្សរសិលាចារឹកឲ្យយើងដឹងព័ត៌មានច្រើននោះទេយើងគ្រាន់តែដឹងថាប្រាសាទនេះគឺកសាងឡើងដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនានៃនិកាយព្រះឥសូរតែប៉ុណ្ណោះផ្លោងនិងការរៀបចំទូទៅនៃប្រាសាទគោកហនគរ
ជាប្រាសាទតូចមួយដែលសង់នៅលើទឹកដីរាបស្មើលើខឿនតែមួយជាន់ប្រកបដោយរាងចតុកោណកែងដែលមានប្រវែងលាតសន្ធឹងពីកើតទៅលិចប្រមាណជាង35ម៉ែត្រនិងមានប្រវែងទទឹងលាតពីជើងទៅត្បូងប្រមាណជាង25ម៉ែត្រប្រាសាទនេះបែរមុខទៅទិសខាងកើតមានកំពង់ផែថ្មបាយក្រៀមថ្មប្រភេទនេះមានក្របខ្សាច់ល្អិតៗផ្សំលាយក្តាំងជាប់គ្នាជាពណ៌ប្រផេះឬកូរលាយថ្មបាយក្រៀមជាថ្មក្រកិតកក្រើមមិនផ្ដល់ភាពងាយស្រួលក្នុងការកសាងសំណង់ទេចំពោះសម្ភារៈកសាងប្រាសាទវិញស្ថាបត្យករខ្មែរនាសម័យបុរាណតែងតែយកថ្មប្រភេទថ្មភក់បាយក្រៀមឥដ្ឋខ្សាច់និងឈើធ្វើជាសម្ភារៈកសាងយ៉ាងសំខាន់បំផុតស្ថាបនិកមានការកសាងទូប៉មខ្ពស់ទល់មួយទូប៉មនោះមិនស្ថិតនៅចំកណ្ដាលបរិវេណទេគឺខិតទៅទិសខាងលិចបន្តិចដើម្បីទុកជាទីកន្លែងនៃបែកខាងកើតនៃទូប៉មឲ្យធំទូលាយសម្រាប់ពង្រីកយកយ៉ាងវែងមួយភ្ជាប់ទៅនឹងជញ្ជាំងខាងកើតរបស់ទូប៉មនៅចំណុចកណ្ដាលជ្រុងនៃកំពែងខាងកើតនិងខាងលិចស្ថាបនិកបានកសាងគោបុរៈចំនួន2គោបុរៈទី1គឺខាងកើតមានតួនាទីខ្លងទ្វារចេញចំណែកឯគោបុរៈខាងលិចមានតួនាទីបញ្ឆោតមិនឲ្យចេញចូលបានឡើយឥដ្ឋត្រូវបានគេយកមកប្រើប្រាស់ក្នុងសំណង់ខ្នាតតូចក្នុងសម័យអង្គរស្ថាបនិកជាច្រើនបានបូរពេលពីលើផ្ទៃជញ្ជាំងប្រាសាទស្ថិតសង់ពីឥដ្ឋនៅលើកំបោរបាយអមួយប្រភេទដែលផ្សំឡើងដោយកំបោរនិងស្ករបាយអបែបនេះមិនសូវជាជាប់បានយូរប៉ុន្មានទេប៉ុន្តែគេឆ្លាក់រូបលម្អជាក្បាច់ក្បួនផ្សេងៗនៅលើបាយអនោះចំណែកឯឈើក៏ជាសម្ភារៈសំខាន់ដែរឈើឆាប់ពុកឆាប់ផុយមិនអាចធន់នឹងអាកាសធាតុនិងពេលវេលាបានយូរទេស្ថាបនិកនៅប្រាសាទគុហនគរបានជ្រើសរើសយកថ្មបាយក្រៀមមកប្រើប្រាស់លើកលែងតែគ្រឿងតុបតែងដូចជាហោជាងផ្ដែសសរពេជ្រសុទ្ធសឹងធ្វើឡើងអំពីថ្មភក់ស្ថាបនិកនៃប្រាសាទគុហនគរបានសង់កំពែងមានរាងចតុកោណកែងหุ้មព័ទ្ធជុំវិញបរិវេណរបស់ប្រាសាទដែលមានប្រវែងបណ្ដាលពីកើតទៅលិចប្រមាណជាង35ម៉ែត្រនិងមានប្រវែងពីជើងទៅត្បូងប្រមាណជាង25ម៉ែត្រជញ្ជាំងកំពែងនេះមានកម្ពស់3ម៉ែត្រសាងសង់ឡើងអំពីថ្មបាយក្រៀមកាត់ជាដុំតូចធំតាមសេចក្តីតម្រូវការរបស់ស្ថាបនិកហើយដាក់បន្តពីលើគ្នាពីមួយដុំទៅមួយដុំបង្កើតបានទៅជាជញ្ជាំងកំពែងឈរត្រង់ដែលមានកម្រាស់សាច់ជញ្ជាំងប្រមាណ 0.80 ម៉ែត្របងកណ្ដាលនៅក្នុងបរិវេណប្រាសាទស្ថាបនិកបានសង់តួម៉មួយមានរាងការ៉េស្មើជ្រុងដែលមានកម្ពស់12ម៉ែត្រនិងមានប្រវែងមួយជ្រុង 5.95 ម៉ែត្រស្ថាបត្យករបានសង់តួម៉នេះឡើងដោយទម្រាបដុំថ្មបាយក្រៀមធ្វើជាជញ្ជាំង4ផ្ទាំងហើមព័ទ្ធបន្ទប់ខាងក្នុងដែលមានរាងជាការ៉េនៅលើខឿនរាងក្បាលកម្ពស់1ម៉ែត្រនៅតាមជ្រុងកែងរបស់ជញ្ជាំងតួប៉មនៅលើតួប្រាសាទគេសង្កេតឃើញមានការតុបតែងលម្អដូចជាតួប្រាសាទដែលមានពោលគឺមានរចនាលម្អដោយក្បាច់ខ្សែរបៀបជាក្បាច់ក្បាលជញ្ជាំងនិងមានសាពើសូត្រលម្អនៅតាមជ្រុងកែងផងផ្នែកខាងក្នុងតួប៉មស្ថាបនិកមិនបានតុបតែងលម្អជាក្បាច់ក្បាលជញ្ជាំងឬជាក្បាច់ផ្កាភ្ញីអ្វីផ្សេងទេគេបានសាងជណ្ដើរសម្រាប់ឡើងចុះមកខាងលើខឿនប្រាសាទតែมันអាចចូលទៅក្នុងបន្ទប់តួប៉មបានព្រោះផ្ទៃជញ្ជាំងតួប៉មបានសន្ធប់ចិត្តដល់ជញ្ជាំងយ៉ាងក្រាស់ចំពោះបច្ច័យទូទៅក្នុងការសាងសង់ស្ថាបត្យករបានប្រើប្រាស់បច្ចេកទេសសំណង់ឈើក្នុងការកសាងប្រាសាទថ្មយើងបានពិនិត្យឃើញវិជ្ជាបាយខ្លះៗដែលស្ថាបនិកនិងសិល្បករបានប្រើប្រាស់
សំលៀងថ្មសម្រាប់ដាប់ឬឆ្លាក់ថ្មនិងសម្រាប់លើកឬកោះថ្មនៅក្នុងចម្លាក់ប្រឡាទាបនៃប្រាសាទបាយ័ននៅទសវត្សរ៍12ដល់13ស្ថាបនិកប្រើរបៀបភ្ជាប់ថ្មដោយប្រើបច្ចេកទេសឈើដើម្បីភ្ជាប់ដុំថ្មនិងដណ្ដាប់និងទំពក់ដែកឬលោកជាអណ្ដាតញីឈ្មោលនិងបំណុលក្បាលអណ្ដែងឬដែលសំខាន់នោះយើងឃើញមានទ្វារបញ្ឆោត2ដាក់បញ្ឈរនៅខាងមុខញកខាងលិចរបស់គោបុរៈបញ្ឆោតនិងញក2ដែលសន្ធឹកមកខាងជើងនៃគោបុរៈខាងកើតទ្វារបញ្ឆោតទាំងពីរនេះផ្ដុំឡើងដោយដុំថ្មបាយក្រៀមបន្ទប់លើគ្នាបង្កើតបានជាស៊ុំទ្វារស្លឹកទ្វារនិងមេទ្វារបញ្ឈរចំកណ្ដាលទ្វារទាំងពីរនេះមានរូបរាងដូចគ្នាខុសតែទំហំប៉ុណ្ណោះដោយទ្វារខាងលិចមានកម្ពស់ 3.50 ម៉ែត្រទទឹងប្រវែង1ម៉ែត្រចំណែកឯទ្វារខាងជើងរបស់គោបុរៈខាងកើតមានកម្ពស់ 1.50 ម៉ែត្រនិងទទឹង 0.50 ម៉ែត្រនៅលើសន្លឹកមេទ្វារយើងមិនឃើញមានលំអងក្បាច់ផ្កាភ្ញីទេគឺសិល្បករមិនបានធ្វើបញ្ឈរនេះជាទ្វារលាតបច្ចុប្បន្នទ្វារបញ្ឆោតនេះមានលក្ខណៈរឹងមាំនៅឡើយផ្តែរទ្វារគឺជាគ្រឿងតុបតែងលម្អស្ថាបត្យកម្មមានរាង4ជ្រុងក្រវែងឬរាងចតុកោណកែងគេជ្រើសយកផ្តែរទ្វារទៅលម្អនៅខាងលើច្រកទ្វារចេញចូលហើយនៅខាងលើផ្ទៃខាងមុខរបស់វាមានរចនាលម្អយ៉ាងប្រណិតក្បាច់បោកផ្សេងៗសិល្បករតែងតែឆ្លាក់លម្អនៅខាងលើផ្ទៃផ្តែរជាក្បាច់កម្រងមែកឈើក្បាច់ភ្ញីសន្លឹករូបសត្វរូបអាទិទេពនិងរឿងរ៉ាវផ្សេងៗដែលមានទំនាក់ទំនងដល់ទេវកថានិងសាសនានៅប្រាសាទគុកនគរស្ថាបនិកបានតាប់តែងលម្អផ្តែរមួយធ្វើអំពីថ្មភក់ដោយដាក់ដង្កនៅលើក្លោងទ្វារបន្ទប់តែទ្វារនេះមានចតុកោណមានប្រវែងបណ្ដោយ 1.50 ម៉ែត្រនិងប្រវែងទទឹង60ម៉ែត្រនៅចំកណ្ដាលផ្តែរយើងឃើញមានរូបព្រះឥន្ទគង់នៅលើដំរីក្បាល3ពន្ធនាវតីក្នុងអរិយាបថបញ្ឈរក្បាលជង្គង់ខាងស្ដាំជើងឆ្វេងបត់លុតនៅក្រោយដៃស្ដាំដាក់នៅលើក្បាលជង្គង់ឯដៃឆ្វេងដាក់នៅលើភ្លៅនៅខាងលើរូបព្រះឥន្ទមានលម្អព័ទ្ធជំនួយទៅដោយក្បាច់ស៊ុំសីហោបញ្ហារបៀបជាក្រមហើយជាងមានលម្អបាកាចំណែកឯដំរីពន្ធនាវ័នដែលនៅពីក្រោមរូបព្រះឥន្ទត្រូវបានសិល្បករឆ្លាក់ខុសពីប្លែកពីរូបដំរីនានាក្នុងសិល្បៈខ្មែរគេបានឆ្លាក់ក្បាលដំរីកណ្ដាលក្នុងទម្រង់មើលចំពីមុខហើយយកប្រម៉ោយត្រកងរំយល់ស្លឹកឈើធ្លាក់ចុះមកក្រោមរីឯក្បាលដំរីពីរទៀតត្រូវបានគេឆ្លាក់មានលក្ខណៈជារូបបើមើលពីចំហៀងត្រឹមពាក់កណ្ដាលខ្លួនមកក្បាលបញ្ចេញជើងមុខពីបំពាក់ដោយកងជន់នៅលើក្បាច់កម្រងស្លឹកឈើមួយជួរនៅពីក្រោមជាបន្ទាប់ហើយជាងក្នុងសំណង់ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរហើយជាងគឺជាកន្លែងតុបតែងយ៉ាងលម្អសំខាន់មួយក្នុងចំណោមកន្លែងតុបតែងលំនាំសំខាន់ឯទៀតហើយជាងនៅក្នុងប្រាសាទគុកនគរហាក់បីដូចជាផ្ទុយពីប្រាសាទនានាពីព្រោះយើងមើលមិនឃើញពីចម្លាក់ក្បាច់ភ្ញីឬរឿងរ៉ាវដែលទាក់ទងនឹងព្រឹត្តិការណ៍នយោបាយឬសាសនាអ្វីលើផ្ទៃរបស់វាទេយ៉ាងណាមិញហើយជាងប្រាសាទគុកនគរមានពីរប្រភេទទី1ហើយជាងធ្វើអំពីថ្មបាយក្រៀមគឺជាហោជាងមួយដែលគេសាងឡើងផ្ដុំថ្មបាយក្រៀមដាក់តរបៀបលើគ្នាជារាងត្រីកោណសមបាតប៉ោងនៅជ្រុងខាងលើគេច្រើនយកហោជាងប្រភេទទៅលម្អតែនៅលើក្លោងទ្វារអគារបន្ទាប់បន្សំតែប៉ុណ្ណោះដែលមានដូចជាក្លោងទ្វារអគារគុកសំពៅក្លោងទ្វារគោបុរៈខាងកើតគោបុរៈបញ្ឆោតនងក្លោងទ្វារហោត្រីចំណែកទី2គឺហោជាងធ្វើអំពីថ្មភក់គឺជាការដាក់លម្អនៅក្លោងទ្វារបន្ទប់សម្រាប់ចេញចូលនៅក្នុងបន្ទប់ទូប៉ក់ហោជាងប្រភេទនេះគេផ្ដុំឡើងដោយដុំថ្មភក់បន្តុកលើគ្នាជារាងត្រីកោណសមបាត
នៅខាងក្រោមហោជាងមានសសរផ្អោបពីរផ្ទាំងរាង4ជ្រុងទ្រវែងដាក់បញ្ឈរនៅអមសងខាងក្លោងទ្វារបណ្ដុបសសរផ្អោបមានកម្ពស់ 2.50 ម៉ែត្រនិងប្រវែងទទឹង 25 ម៉ែត្រនិងមានចម្លាក់ក្បាច់ផ្កាភ្ញីយ៉ាងប្រណិតនៅលើតួសសរនេះផងក្បាច់សសរផ្អោបទាំងពីរនេះមានលក្ខណៈឆ្លោះគ្នាលើកលែងតែនៅភាគខាងក្រោមប៉ុណ្ណោះដែលមានភាពខុសគ្នានៅផ្នែកខាងក្រោមសសរផ្អោបខាងជើងសិល្បៈក៏បានឆ្លាក់លម្អរូបស្រីទេពអប្សរាឈរបន្ទន់ជើងទាំងសងខាងចង្កេះកាច់ទៅខាងឆ្វេងដៃស្ដាំលើកឡើងលើដៃខាងឆ្វេងសំយោងចោះមកក្រោមក្នុងកាយវិការរីរងនៅក្បែររូបស្រីទេពអប្សរានេះយើងឃើញមានរូបចម្លាក់សត្វមួយដែលមានរូបរាងស្រដៀងនឹងសត្វឆ្កែរូបសត្វឆ្កែនេះមានលក្ខណៈកាយវិការអង្គុយបញ្ឈរដងខ្លួនដូចមនុស្សជើងមុខទាំងពីរលើកផ្ដុំគ្នាជារបៀបប្រណម្យសំពះទៅរកស្រីទេពអប្សរាចំណែកនៅភាគខាងក្រោមសសរផ្អោបខាងត្បូងវិញគេមានឆ្លាក់រូបតោតូចមួយឈរនៅលើជើងទាំង4កន្ទុយបេះឡើងលើក្បាលងើយទៅលំដងក្បាច់ស្លឹកឈើជាបន្ទាប់សសរពេជ្រក្រៅអំពីការប្រើប្រាស់សសរផ្អោបស្ថាបត្យករបានតុបតែងលម្អសសរពេជ្រមួយទៀតសសរពេជ្រមានតួនាទីសំខាន់ក្នុងការតុបតែងលម្អស្ថាបត្យកម្មនិងទ្រទម្ងន់របស់ផ្តែរនៅក្នុងប្រាសាទគុកនគរនេះស្ថាបនិកបានប្រើប្រាស់សសរពេជ្រចំនួន4ដើម្បីលម្អក្លោងទ្វារបណ្ដុបពីរដើមក្លោងទ្វារហោត្រៃចំនួន2ដែរសសរពេជ្រហោត្រៃគ្មានរចនាក្បាច់នោះទេសិល្បករគ្រាន់តែចិតដុំថ្មពួកឲ្យមានរាងជ្រុង8ហើយដាក់ដង្កល់នៅលើជើងតម្រូវកាត់រ៉េនៅចំកណ្ដាលផ្នែកទ្វាររបស់មណ្ឌពយើងឃើញមានការឆ្លាក់រូបព្រះឥន្ទមួយគង់នៅលើដំរីទ្វារាវតីរូបព្រះឥន្ទនេះគេឆ្លាក់ជាក្បាច់ក្រឡោតខ្ពស់មានកម្ពស់18សង់ទីម៉ែត្រនិងមានប្រវែងទទឹង10សង់ទីម៉ែត្ររូបព្រះឥន្ទនេះអង្គុយក្នុងឥរិយាបថបញ្ឈរជង្គង់ជើងខាងស្ដាំឯជើងខាងឆ្វេងបត់លុតទៅខាងក្រោយចំណែកឯដៃខាងស្ដាំរបស់រូបនេះបាក់បាត់មួយកំណាត់ទៅហើយបាតដៃដែលបាក់នេះទំនងជាដាក់នៅលើក្បាលជង្គង់ខាងស្ដាំហើយមានការកាន់វជ្រផងដែរនៅលើប្រកេះព្រះឥន្ទយើងឃើញមានលម្អទៅដោយមកុដនិងភួងរាងសាជីថ្នាក់ចំណែកឯត្រចៀកវិញមានពាក់ក្រវិលរាងផ្កាឈូកក្រពុំដែលដាក់សំយុទ្ធចុះមកខាងក្រោមចំណែកឯដងខ្លួនវិញមានលម្អដោយសុគតដែលមានក្បាច់ល្អិតធ្លាក់សំយោះចុះមកលើដើមទ្រូងចំពោះសម្លៀកបំពាក់វិញរូបព្រះឥន្ទបានស្លៀកសំពត់ខ្លីចាប់ផ្នត់យ៉ាងញឹកហើយមានជាយធ្លាក់សំយុទ្ធចុះមកក្រោមរាងដូចផ្ចិតរូបព្រះឥន្ទនេះដែរគឺជាអតិទេពលោកបាលប្រចាំទិសខាងកើតក្នុងលទ្ធិព្រាហ្មណ៍សាសនាប្រហែលជាដូច្នេះហើយបានជាសិល្បករនៅប្រាសាទនេះបានឆ្លាក់រូបព្រះឥន្ទនៅទិសខាងកើតនៅភាគខាងក្រោមសសរផ្អោបសិល្បករបានឆ្លាក់រូបស្រីទេពអប្សរមួយមានកម្ពស់15សង់ទីម៉ែត្រជាក្បាច់ក្រឡោតខ្ពស់រូបទេពអប្សរនេះមានដងខ្លួនស្រឡូនចង្កេះកាច់ទៅខាងឆ្វេងហើយជើងទាំងពីរបន្ទន់បន្តិចដៃខាងស្ដាំដាក់លើបាតដៃបត់ដាក់លើក្បាលដៃឆ្វេងទម្លាក់សំយុទ្ធចុះមកក្រោមដោយមានម្រាមដៃបត់ជីបចូលគ្នាក្នុងលក្ខណៈរេរាំនិងមានទឹកមុខញញឹមហើយភ្នែកទាំងពីរសម្លឹងចុះមកក្រោមចំពោះការតុបតែងលម្អវិញយើងឃើញថាទៅលើក្បាលស្រីទេពអប្សរនេះមានពាក់មកុដដែលមានកម្ពស់ស្រួច3និងនៅលើត្រចៀកមានពាក់ក្រវិលមានរាងមូលទ្រវែងនៅលើដើមទ្រូងមានលម្អដោយសុគតកនិងគឺមានការពាក់កងដៃនៅលើដៃទាំងពីរផងដែរក្រៅពីបដិមាសិល្បៈរូបមនុស្សយើងសង្កេតឃើញមានបដិមាសិល្បៈឆ្លាក់ជារូបសត្វផ្សេងៗទៀតផងដោយនៅផ្នែកខាងក្រោមសសរផ្អោបដែលស្ថិតនៅអមសាងខាងក្លោងទ្វារមណ្ឌពសិល្បករបានឆ្លាក់រូបតោតូចមួយឆ្លាក់ជាក្បាច់ក្រឡោតទាបរូបតោនេះមានកម្ពស់5សង់ទីម៉ែត្រហើយមានកាយវិការឈរបន្ទន់ជើងក្រោយចំណែកឯជើងខាងមុខឈរត្រង់កន្ទុយបះឡើងលើក្បាលងើយមកមុខបន្តិច
ក្នុងកាយវិការប្រងហក់ឡើងរកចាប់អ្វីមួយសិល្បករបានតបតែងលម្អនៅលើករបស់ផ្តាវនេះដោយសុគតដែលមានរំយោលម្ជោជួរមានរាងដូចជាកណ្ដឹងតូចហើយផ្ទៃខាងមុខរបស់តាវនេះបានរបេះបាក់ធ្វើឲ្យយើងពិបាកនៅក្នុងការពិពណ៌នានៅក្នុងបដិមាសាស្ត្រសត្វតោគឺជាយានជំនិះរបស់ព្រះកេតុនិងជាយានជំនិះរបស់ឋានសួគ៌ហើយនៅក្នុងស្ថាបត្យកម្មតោគឺជាសមាសធាតុដែលស្ថាបនិកបញ្ចូលមកក្នុងចំណោមអ្នកចាំទ្វារប្រាសាទនិងតាមខ្លោងទ្វារតូចធំទាំងឡាយផងដែរបន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវទៅលើប្រាសាទគោកនគររួចមកបានធ្វើឲ្យយើងយល់ឃើញថាប្រាសាទគោកនគរជាប្រាសាទមួយដែលបុព្វបុរសខ្មែរនាសម័យបុរាណបានកសាងទុកសម្រាប់ជាកេរដំណែលដល់កូនចៅជំនាន់ក្រោយហើយប្រាសាទនេះផងដែរគឺជាប្រាសាទដែលកសាងឡើងអំពីថ្មបាយក្រៀមនាសតវត្សទី11ដែលសប្តាហ៍ថ្ងៃនេះប្រាសាទនេះកំពុងតែត្រូវបានថែរក្សាយ៉ាងដិតដល់ពីសំណាក់ព្រះសង្ឃនិងរដ្ឋអំណាចស្រុកបារាយណ៍ដោយបានមានការចាត់តាំងអភិរក្សឲ្យមើលថែបោសសម្អាតនិងការពារប្រាសាទជាប្រចាំប៉ុន្តែបើទោះបីជាមានការមើលថែយ៉ាងដិតដល់យ៉ាងណាក៏ដោយក៏ប្រាសាទនេះកំពុងតែទទួលរងនូវការបាត់បង់និងខូចខាតបាក់បែកដែលបណ្ដាលមកពីធម្មជាតិមនុស្សនិងពេលវេលាហើយលើពីនេះទៅទៀតការបាត់បង់ដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះគឺបណ្ដាលមកពីអំពើលួចប្លន់កោះកកាយរកវត្ថុបុរាណដែលបានកើតឡើងនៅក្នុងបន្ទប់ទូប៉មនិងបន្ទប់ហោត្រៃនិងការបំផ្លិចបំផ្លាញដោយអចេតនារបស់ប្រជាជនដែលមិនបានយល់អំពីតម្លៃនៃប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំនេះនាទីបញ្ចប់នេះយើងសូមសំណូមពរដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលទទួលខុសត្រូវទៅលើប្រាសាទបុរាណខ្មែរព្រមទាំងរដ្ឋអំណាចខេត្តស្រុកឃុំដែលពាក់ព័ន្ធនឹងប្រាសាទផ្ទាល់សូមមេត្តាជួយរកបច្ចេកទេសដូចម្តេចដើម្បីទប់ដុំថ្មប្រាសាទកុំឲ្យបន្តរបេះធ្លាក់និងសូមមេត្តាជួយថែរក្សាប្រាសាទមួយនេះឲ្យនៅគង់វង្សស្ថិតថេរដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយអាចស្គាល់នៅរូបរាងសំណង់ស្ថាបត្យកម្មខ្មែរដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិនាសបាត់បង់ខូចខាតបន្តិចម្ដងហើយជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់